មករត់ព្រាមក្នុងកាលកន្លងទៅហើយមានព្រាហ្មណ៍ម្នាក់ឈ្មោះម៉ារុតរស់នៅក្នុងស្រុកមួយក្បែរមាត់ស្ទឹងចន្ទភាតាជាមួយនឹងភរិយារបស់ខ្លួនអញគួរចេញទៅធ្វើជំនួញហើយព្រោះថាពេលនេះដូចជាទំនេរណាដែរណែប្រពន្ធសម្លាញ់ចូលអូននៅផ្ទះចុះណាបងត្រូវចេញទៅធ្វើជំនួញនៅឯក្រុងតាកាសេឡាហើយចាន់អ្នកសូមចេញទៅដោយសុវត្ថិភាពចាស់ចំណែករឿងផ្ទះសម្បែងខ្ញុំចេញមើលថែឲ្យល្អហើយអញ្ចឹងម្យ៉ាងទៀតសូមអូនថែខ្លួននិងសុខភាពផងណាចាន់អ្នកមិនអីទេកុំបារម្ភអីព្រាហ្មណ៍ម៉ារុតក៏បានចេញដំណើរទៅកាន់ក្រុងតាកាសេឡាដើម្បីធ្វើជំនួញលុះពេលទៅដល់ក្រុងតាកាសេឡាដែលជាទីក្រុងធំសម្បូរមនុស្សម្នាកុះកព្រាហ្មណ៍ក៏បានដោះដូរទំនិញនានាដែលខ្លួនបាននាំទៅជាមួយអ្នកក្រុងសូមអញ្ជើញមើលទំនិញល្អទំនិញខ្ញុំល្អណាស់គឺមកពីក្រុងពេរីណាសីឲ្យខ្ញុំសូមមើលប្រអប់សនោះបន្តិចមកហើយលក់តម្លៃប៉ុន្មានដែរអូប្រអប់នេះតម្លៃ1កហបណៈបាតអញ្ចឹងលក់ប្រអប់នឹងឲ្យខ្ញុំមួយមកលុះពេលត្រឡប់មកវិញតាមផ្លូវបានឃើញឆ្កែមួយស្គមនៅសល់តែឆ្អឹងអង្គែស៊ីជ្រុះរូបអស់ដេកនៅក្រោមសាលាសំណាក់អូណូឆ្កែមួយក្បាលនេះគួរឲ្យអាណិតណាស់អញគួរតែសង្គ្រោះវាទៅល្អអ្នកអាទីងឯងកុំខំអញណាអញផ្សំថ្នាំលាបឲ្យកុំឲ្យមានអង្គែទៀតមិនអីទេបន្តិចទៀតឯងនឹងជាសះស្បើយហើយការលាបថ្នាំហើយឆ្កែនោះក៏ជាសះស្បើយមួយរំពេចឆ្កែនោះក៏មានក្តីស្រឡាញ់ចំពោះព្រាហ្មណ៍ក៏បានដើរតាមទៅរហូតដល់ផ្ទះអ្នកអញ្ជើញមកវិញហើយអីបាទខ្ញុំមកវិញហើយចុះចំនួនកាក់កបទេនេះបាទគឺថាកាក់កបគួសមដែរកាលជាខាងក្រោយមកភរិយារបស់ព្រាហ្មណ៍ម៉ារុតសម្រាលកូនមិនរួចក៏ស្លាប់នៅក្នុងផ្ទៃទៅទើបពេទ្យធ្វើការវះកាត់យកសពកូនចេញព្រាហ្មណ៍ម៉ារុតក៏កើតចិត្តសង្វេគក្នុងជីវិតប្រពន្ធសម្លាញ់បងហាក់មានសេចក្តីសង្វេគចំពោះជីវិតនេះណាស់បងមិនចង់នៅគ្រប់គ្រងផ្ទះតទៅទៀតទេបានអ្នកមិនចង់នៅគ្រប់គ្រងផ្ទះតែអ្នកចង់ទៅណាបងមានបំណងចេញទៅសាងភ្នោះជាតាបោះហើយបានអ្នកមិនគិតដល់ខ្ញុំជាភរិយាហើយយករួចខ្លួនតែម្នាក់ឯងអ្នកចង់ចេញទៅណាក៏ទៅទេមិនបាច់ខ្វល់ពីខ្ញុំទេព្រាហ្មណ៍ម៉ារុតក៏បានចេញទៅសាងភ្នោះតែម្នាក់ឯងទៅចំណែកភរិយាមិនយូរប៉ុន្មានក៏បែកចិត្តព្រមទាំងចងគំនុំនឹងម៉ារុតព្រាហ្មណ៍ផងហើយក៏ទៅនៅរួមរស់នឹងបុរសដទៃទៀតជាប្តីក្រោយណែបើអ្នកពិតជាស្រឡាញ់ខ្ញុំមែនណាសូមអ្នកជួយដោះទុកខ្ញុំផងប្រពន្ធសម្លាញ់អូនមានទុកអ្វីនិយាយមកចុះបងនឹងប្រឹងឲ្យអស់ពីលទ្ធភាពដើម្បីដោះស្រាយឲ្យអូនប្តីសម្លាញ់មករត់តាបោះនោះមុននឹងទៅបួសកំណាច់ខុសខើណាស់ធ្វើបាបខ្ញុំគ្រប់បែបយ៉ាងអ្នកត្រូវទៅសម្លាប់មករត់តាបោះនោះចោលទៅកុំឲ្យថ្ងៃក្រោយគេវិលត្រឡប់មកវិញបំបែកយើងទាំងពីរអ្នកណាប្រពន្ធសម្លាញ់មិនអីទេចាំបងដោះស្រាយរឿងនេះជូនឯឆ្កែកាលបានស្ដាប់ឮពាក្យរបស់នាងនោះហើយក៏រត់ទៅនៅក្នុងព្រៃជាមួយនឹងម៉ារុតតាបោះទៅថ្ងៃមួយបុរសជាប្តីចុងកាន់ធ្នូនឹងបំពង់ព្រួញចូលទៅក្នុងអាស្រមរបស់តាបោះតែតាបោះមិននៅក្នុងអាស្រមឡើយតាបោះនេះទៅណាណោអញគិតពួនចាំក្បែរគុំឈើមើលអាតាបោះកំណាចឲ្យតែមកដល់ដឹងតែស្លាប់នឹងព្រួញធ្នូនេះមិនខានទេឆ្កែបានលបចូលទៅខំបន្លោះធ្នូបរោះនោះដាច់អស់ទៅបុរសកាលឃើញធ្នូដាច់ក៏ធ្វើឲ្យជាប់វិញឆ្កែក៏ខំដាច់ទៀតអស់វីរៈជាច្រើនដងមកហើយឬអាតាបោះកំណាចអញ្ចឹងស៊ីព្រួញអញនេះទៅបុរសនោះបំរុងនឹងបាញ់ឆ្កែក៏ស្ទុះទៅខំកន្ត្រាក់ឲ្យដួលដេកលើដីរហូតដើរពុំរួចតាបោះឮសំឡេងឆ្កែក៏ដើរទៅមើលយ៉ាងរស់រាន់ទើបឃើញអាការៈនោះអូយមកអាត្មាគ្រាទៅអាស្រមចាំអាត្មាផ្សំថ្នាំព្យាបាលឲ្យតាបោះបានថែទាំរបួសដំបៅនោះរហូតដល់ជាសះស្បើយហើយបញ្ជូនបុរសនោះឲ្យត្រឡប់ទៅផ្ទះវិញឯតាបោះក៏បានរស់នៅក្នុងព្រៃនោះជាសុខក្សេមក្សាន្តខំចម្រើនឈាននិងអភិញ្ញាឲ្យកើតឡើងដល់អស់ជីវិតទៅបានទៅកើតក្នុងព្រហ្មលោកការរួមរស់ជាភរិយាស្វាមីត្រូវចេះផ្ដល់អធ្យាស្រ័យនិងការសង្គ្រោះប្រកបដោយការទទួលខុសត្រូវទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយត្រូវអនុគ្រោះជាទីបំផុតមិនត្រូវរត់យករួចខ្លួនម្នាក់ឯងឡើយលើសពីនេះការចិញ្ចឹមសត្វដេរឆានប្រសើរជាងមនុស្សខូខើនិងភរិយាក្បត់